bạn dương mà đo làm hạt tí đạp vào môi này ngày ní làm hạt ní cứ dương riêng trong cản phơ cao bị phiện đôi chỉ mê đến một đáy dương trời cả pra thẹp bòของการធ្វើตารางការភាគមួយនេះប៉ុន្តែกระดาษនេះគឺกระดาษផ្ដេកអញ្ចឹងយើងត្រូវស្រេកระดาษសិនដូចខ្ញុំណែនាំនៅខាងក្រោមកระดาษផ្ដេកទំហំ A4 ហើយយើងស្រេmargin ជុំវិញទាំងអស់គឺ2 cm តោះយើងទៅធ្វើវាជាមួយគ្នាអញ្ចឹងយើងចូល layout ខ្សែយើងយក A4 orientation គឺយើងយកផ្ដេកហើយ margin យើងសេរី custom margin ពីរទាំងអស់បាទទាំងខាងលើខាងឆ្វេងខាងក្រោមនិងខាងស្ដាំអញ្ចឹងយើងដាក់កែមជាមួយ2 cm ទាំងអស់អញ្ចឹងយើងបានកន្លែងនេះ2 cm 2 cm គ្រប់ទិសទាំង4ហើយយើងវាយអក្សរចូលបាទយើងវាយកាលវិភាគបាទយើងវាយឆ្នាំសិក្សារបស់យើងហើយបន្តមកទៀតយើងចាក់តារាងរាប់សិនជួយឈរមាន2 4 6 7ហើយជួយដេកមាន2 4 6 8 9បាទអញ្ចឹងយើងចូលដាក់នៅក្នុង insert table ដោយសប្តាហ៍មុនដែរយើងយក insert table មកបាទអញ្ចឹងមិនមែនដូចជា7បាទ7ជួដេក9អូខេរួចរាល់ហើយយើងអាចចាប់នៅកតុយហ្នឹងចាប់បណ្ណាដែលយើងចង់បានមកបាទហើយយើងវាយចូលចាក់ពណ៌ជាអីមកស្អាតមកអានេះយើងវាយថ្ងៃច័ន្ទគេពុតពណ៌សុកសាចូលអានេះយើងមើលកន្លែងហ្នឹងបាទរំលាយចូលគ្នាវីដេអូមុនយើងបញ្យល់ tool ទាំងអស់ហ្នឹងហើយអាចទៅមើលវីដេអូមុនបានអញ្ចឹងអានេះយើងដាក់ថាវេនព្រឹកហើយយើងរៀន4ម៉ោងកន្លែងនេះយើងដាក់ថាវេនរសៀលអញ្ចឹងចាក់ពណ៌ចាក់អីមកស្អាតមកបាទហើយយើងដាក់ម៉ោងចូលបាទនេះយើងដាក់ម៉ោងថ្ងៃច័ន្ទថ្ងៃអង្គារថ្ងៃពុធថ្ងៃពហុគេដាក់បាក់នេះបាទថ្ងៃសុក្រថ្ងៃសៅរ៍ morning afternoon បាទហើយយើងវាយម៉ោងរបស់យើងនេះម៉ោង7 8 9 ម៉ោង 9 10 ម៉ោង 11 ម៉ោង 2 3 ម៉ោង 3 និងម៉ោង 4ហើយសេរីទាំងអស់ដាក់វាឲ្យចំកណ្ដាលបែបនេះបាទហើយណាត្រូវការដូរ font ជាមួយគ្នាដូរវាឲ្យហើយចឹងទៅបាទហើយម៉ោងណាប៉ះអីយើងវាយម៉ោងហ្នឹងមកណាបាទឧទាហរណ៍ឡើយនេះម៉ោងណាប៉ះផែនដីយើងរំលាយចូលគ្នាទៅអាណាដែលអត់ដូចគ្នាទេយើងមិនបាច់រំលាយទេបាទអញ្ចឹងចង់ថាម៉ោងនេះប៉ះកុំព្យូទ័រទាំងពីរម៉ោងយើង select មកយើងប៉ះកុំព្យូទ័រយើងដាក់មកកុំព្យូទ័រហើយកន្លែងនេះយើងប៉ះអង់គ្លេសយើងដាក់អង់គ្លេសកន្លែងនេះយើងប៉ះខ្មែរយើងដាក់ខ្មែរអញ្ចឹងបាទអញ្ចឹងយើងរបៀបធ្វើវិការភាគស្រួលមានតែប៉ុណ្្នឹងឯងអរគុណច្រើនជួបគ្នានៅមេរៀនក្រោយទៀត